រដ្ឋសភាកម្ពុជាក៏សូមអំពាវនាវដល់អង្គការសិទ្ធិមនុស្សស្ថាប័នលើកកម្ពស់សិទ្ធិស្ត្រីជាតិនិងអន្តរជាតិជំរុញឲ្យរដ្ឋសភាថៃរដ្ឋាភិបាលថៃអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីចាប់ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផ្ដល់យុត្តិធម៌ជូនជនរងគ្រោះជាពិសេសត្រូវលុបបំបាត់វប្បធម៌និតិនភាពនិងការរំលោភសិទ្ធិនារីដែលប្រព្រឹត្តឡើងដោយកងកម្លាំងយោធាឈុតខ្មៅថៃខ្ញុំគណៈអាត្មាសូមនមស្ការនិងចម្រើនពរចំពោះគុណចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាដែលជាជនរួមជាតិកម្ពុជាជាទីគោរពជាទីស្រឡាញ់រាប់អានទាំងក្នុងនិងក្រៅប្រទេសផងដែរអញ្ចឹងនៅក្នុងវីដេអូនេះគឺជាវីដេអូទី33នៃការធ្វើវីដេអូចែករំលែកទាក់ទងទៅនឹងផ្នែកព័ត៌មានដែលខ្ញុំគណៈអាត្មាតែងតែធ្វើជារៀងរាល់ថ្ងៃនិងប្រចាំថ្ងៃផងដែរអញ្ចឹងសង្ឃឹមថាគុណម្ចាស់បងប្អូននៅតែចូលចិត្តតាមដានហើយនឹងជួយគ្រប់គ្រងដល់ខ្ញុំគណៈអាត្មាជារៀងរហូតហ្នឹងហើយអញ្ចឹងគឺនៅក្នុងវីដេអូនេះគឺមានអត្ថន័យថ្មីទៀតហើយគឺទាក់ទងទៅនឹងលិខិតថ្កល់ទោសចេញពីរដ្ឋសភាជាតិនៃប្រជាជាតិកម្ពុជារបស់យើងណាហើយលិខិតថ្កល់ទោសហ្នឹងលិខិតថ្កល់ទោសអីគេគឺលិខិតថ្កល់ទោសទៅលើពួកអាចោសៀមណាពួកទាហានឈុតខ្មៅរបស់អាចោសៀមដែលវាបានប្រព្រឹត្តនៅទង្វើមិនគប្បីទៅលើប្អូនស្រីម្នាក់ដែលជាពលករខ្មែររបស់យើងហើយក៏វាបានប្រព្រឹត្តទង្វើផ្សេងទៅលើពលករជាច្រើនអ្នកផងដែរនៅក្នុងចំណោមទាំងអស់ហ្នឹងប៉ុន្តែអ្វីដែលសំខាន់បំផុតគឺធ្ងន់ធ្ងរបំផុតហ្នឹងគឺទៅលើប្អូនស្រីម្នាក់ហ្នឹងហើយគុណម្ចាស់បងប្អូនប្រហែលជាបានដឹងហើយតោះឥឡូវមុននឹងចូលទៅក្នុងអត្ថន័យនៃកាសែតហ្នឹងសូមគុណម្ចាស់បងប្អូនកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតទាក់ទងទៅនឹងព័ត៌មានជាតិក៏ដូចជាព័ត៌មានអន្តរជាតិផងដែរហើយខ្ញុំគណៈអាត្មានឹងព្យាយាមធ្វើឲ្យបានច្រើនដើម្បីចែករំលែកគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាបានតាមដាននិងទស្សនាទាំងអស់អង្គទាំងអស់គ្នាអូខេតោះអញ្ចឹងយើងទៅមើលអត្ថន័យនៅក្នុងកាសែតហ្នឹងអញ្ចឹងគឺទី1នៃការចុះផ្សាយកាសែតគឺដោយកាសែត CC Time ដែលជាកាសែតខ្មែរនិងផុសដោយ Facebook Page របស់រដ្ឋសភាកម្ពុជានៅថ្ងៃអង្គារទី18ខែវិច្ឆិកាឆ្នាំ2025គឺនៅវេលាម៉ោង 3:27 នាទីរសៀលនឹងគឺម៉ោងនេះគឺម៉ោងដែលផុសនៅក្នុងFacebook Page របស់រដ្ឋសភាកម្ពុជាណាហ្នឹងហើយអូខេតោះអញ្ចឹងនៅក្នុងចំណងជើងធំដែលគេសរសេរថាម៉េចគេសរសេរថារដ្ឋសភាកម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យចាត់វិធានការច្បាស់លាស់និងបន្ទាន់ចំពោះក្រុមទាហានឈុតខ្មៅថៃដែលប្រើអំពើហិង្សានិងរំលោភបំពានផ្លូវភេទលើពលករនីខ្មែរនេះគឺជាអ្វីដែលពួកវាបានធ្វើណាពួកអាចោសៀមទាំងអស់នឹងវាបានប្រព្រឹត្តមកលើពលករខ្មែររបស់យើងមិនថាប្រុសមិនថាស្រីទេណាប្រុសវាវាយវាទាត់វាធាអីចឹងណាហើយចំណែកឯនៅប្អូនស្រីគឺវាធ្វើបាបដល់ធ្ងន់ធ្ងរជាងគេតែម្ដងគឺពួកសត្វអស់នេះណាពួកវាមិនមែនជាមនុស្សទេពួកអាហ្នឹងនោះវាមិនមែនសញ្ជាតិជាមនុស្សទេគឺពួកវាពួកនរកចាប់ជាតិណាពួកហ្នឹងអូខេតោះអញ្ចឹងយើងបន្តមកក្នុងអត្ថន័យនេះបន្តទៀតមកផ្សាយចេញពីរាជធានីភ្នំពេញរដ្ឋសភាកម្ពុជាសម្ដែងការសោកស្ដាយជាខ្លាំងនិងថ្កោលទោសដាច់អហិង្ការចំពោះអំពើហិង្សានិងការរំលោភបំពានផ្លូវភេទជាក្រុមដល់សាហាវយង់ខ្នងរបស់ទាហានឈុតខ្មៅថៃដែលបានប្រព្រឹត្តមកលើពលករនីចំណាតស្រុកកម្ពុជាកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ខណៈពេលដែលនារីរងគ្រោះនិងពលករផ្សេងទៀតបានកំពុងធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃសកម្មភាពដ៏ប្រៃផ្សៃនិងអមនុស្សធម៌នេះគឺជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សសិទ្ធិស្ត្រីច្បាប់មនុស្សអន្តរជាតិអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីធម្មនុញ្ញនិងលិខិតតុបករអាស៊ាននិងច្បាប់អន្តរជាតិនានា
រដ្ឋសភាកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសวัสดิភាពពលករចំណាតស្រុកកម្ពុជាដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃអំពើហិង្សាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរពីសំណាក់យោធាឈុតខ្មៅថៃមកលើពលករនីនិងពលរដ្ឋស្លូតត្រង់កម្ពុជាជាបន្តបន្ទាប់មកនេះផ្ដើមចេញពីការរើសអើងការគំរាមកំហែងការបង្កអំពើហិង្សាគ្រប់រូបភាពរបស់ភាគីថៃក្នុងការឈ្លានពានលើអធិបតេយ្យភាពកម្ពុជាអំពើហិង្សានេះបានកើតឡើងក្រោយពីការរំលោភកិច្ចព្រមព្រៀងសន្តិភាពរបស់ភាគីថៃរដ្ឋសភាកម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិរួមមានអង្គការសហប្រជាជាតិអាស៊ានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកស្ត្រីនិងគណៈកម្មការទទួលបន្ទុកអនុសញ្ញា CEDAW នឹងជាដើមសូមចាត់វិធានការច្បាស់លាស់និងបន្ទាន់ដើម្បីផ្ដល់យុត្តិធម៌ដល់នារីរងគ្រោះនិងបញ្ឈប់អំពើហិង្សានិងការរំលោភសិទ្ធិស្ត្រីកុំឲ្យករណីដូចនេះកើតមានជាថ្មីទៀតរដ្ឋសភាកម្ពុជាក៏សូមអំពាវនាវដល់អង្គការសិទ្ធិមនុស្សស្ថាប័នលើកកម្ពស់សិទ្ធិស្ត្រីជាតិនិងអន្តរជាតិជំរុញឲ្យរដ្ឋាភិបាលថៃអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីចាប់ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផ្ដល់យុត្តិធម៌ជូនជនរងគ្រោះជាពិសេសត្រូវលុបបំបាត់វប្បធម៌និតិនភាពនិងការរំលោភសិទ្ធិនារីដែលប្រព្រឹត្តឡើងដោយកងកម្លាំងយោធាឈុតខ្មៅថៃរដ្ឋសភាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីដែលបានចាត់វិធានការនិងអន្តរាគមន៍ភ្លាមក្នុងការជួយសង្គ្រោះនារីរងគ្រោះការយកចិត្តទុកដាក់ព្យាបាលនិងថែទាំទាំងរាងកាយនិងផ្លូវចិត្តរួមនឹងវិធានការនានាដើម្បីស្វែងរកយុត្តិធម៌ជូននារីរងគ្រោះដែលជាជនស៊ីវិលស្លូតត្រង់អញ្ចឹងគឺព័ត៌មាននេះគឺមានតែប៉ុណ្្នឹងឯងគុណចាស់បងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថានឹងមានអន្តរជាតិអាចថ្កោលទោសពូអាចោទាំងអស់នឹងបានហើយយើងមិនជឿជាក់ទាំងអស់ទេប៉ុន្តែសង្ឃឹមថានៅវិធានការរបស់រាជរដ្ឋាភិបាលនឹងអាចទទួលផលបានហើយនឹងទទួលយុត្តិធម៌ចំពោះជនរងគ្រោះផងដែរគឺអាចឲ្យជនរងគ្រោះនឹងទទួលបាននៅយុត្តិធម៌មកវិញអញ្ចឹងណាព្រោះទង្វើអស់ហ្នឹងគឺវាជាទង្វើមួយដ៏ខុសខើទង្វើដែលវាពិបាកនឹងទទួលយកបានណាមិនថាបើគិតទៅមិនថាជារូបគេរូបយើងមិនថាជាបងប្អូនគេបងប្អូនយើងកូនគេកូនយើងទេកូនម្ចាស់បងប្អូនជាពិសេសគឺញោមចាស់ដែលគាត់មានកូនស្រីគាត់មានកូនស្រីដែលជាទីពេញចិត្តជាទីស្រឡាញ់របស់គាត់បើសិនជាមានគេធ្វើមកលើកូនរបស់គាត់បែបហ្នឹងគាត់ក៏នឹងមានការឈឺចាប់បែបហ្នឹងដូចគ្នាដែរយ៉ាងណាមិញមិនថាទាំងគេមិនថាទាំងយើងទេមិនថាទាំងញាតិញោមមិនថាទាំងអាត្មាទេគឺយើងគិតទៅគឺវាមានការឈឺចាប់ខ្លាំងមែនទែនដែលពួកវាធ្វើមកលើប្រជាជនខ្មែររបស់យើងបែបហ្នឹងណាអញ្ចឹងពួកវាមិនសមជាមនុស្សទេគួរតែហៅពួកវាថាសត្វពួកអាសត្វឬក៏ពួកអាសត្វនរកនឹងបែបហ្នឹងវាសមជាងមិនចាំបាច់ហៅវាគូសមអីទៀតទេណាពួកវាធ្វើនៅវាធ្វើវាលក្ខណៈថាយើងនិយាយហួសហេតុនឹងពាក្យអាពាក្យហួសហេតុមិនសមនឹងវាតែម្ដងវាធ្វើហ្នឹងអូខេអញ្ចឹងគឺសង្ឃឹមថាគុណចាស់បងប្អូននឹងពេញចិត្តសម្រាប់ការធ្វើវីដេអូរបស់ខ្ញុំនៅអាត្មាហើយសង្ឃឹមថានឹងជួយគាំទ្រជាបន្តទៅទៀតអញ្ចឹងបើសិនបើពេញចិត្តសូមកុំភ្លេចជួយចុច like ចុច comment ចុច share នៅវីដេអូនេះម្នាក់មួយផងហើយបើមិនទាន់បាន subscribe កុំភ្លេច subscribe channel YouTube របស់ខ្ញុំកណ្ដាលអាត្មាម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតអញ្ចឹងខ្ញុំកណ្ដាលអាត្មាសូមអរគុណនិងអរគុណច្រើនចុងក្រោយសូមនមស្ការលានិងចម្រើនពរលា